有人偷听。来，我告诉你，嘿嘿。要凑这么近吗？ជីវិតនៃពិភពតុក្កតាជំរាបសួរបងប្អូនពូមីនទាំងអស់គ្នាក៏ដូចជា Face របស់ Mr. Manga ជាទីមេត្រីថ្ងៃនេះដែរគឺថា Mr. Manga នាំអ្នកទាំងអស់គ្នាទៅក្នុងពិភពតុក្កតានៅក្នុងរឿងរ៉ាវដែលមានចំណងជើងថាកម្ពុជាក្បាច់គុណនៅជាភាគទី218និង219នៅគ្នាយើងក៏មកខាត់ពេលអ្នកទាំងអស់គ្នាបន្តទៀតក៏តាមនាមភាពថ្មីជាមួយអ្នកមីនប៉ុន្តែគ្នាយើងបើសិនជាមិនតន់តាមនាមភាពមុនទេអ្នកទាំងអស់គ្នាចុចសញ្ញាឧទាននៅក្នុងលីងនេះខាងលើនេះដើម្បីទៅកាន់ភាពមុនឬមួយក៏ link នៅក្រោម description ហើយម្យ៉ាងវិញទៀតអេមីនក៏សូមជម្រាបអ្នកទាំងអស់គ្នារឿងមួយគឺសង្ឃឹមអ្នកទាំងអស់គ្នាកុំភ្លេចចុច subscribe ដាក់សញ្ញាកណ្ដឹងនៅ channel ថ្មីរបស់អេមីនមួយនេះផងនៅ link វានៅខាងក្រោមកុំភ្លេចចុច subscribe អេមីនម្នាក់មួយផងណាអរគុណច្រើនទុកជាមុនអ្នកទាំងអស់គ្នាថ្ងៃអ្នកទាំងអស់គ្នាក៏មកខាត់ពេលអ្នកទាំងអស់គ្នាបន្តទៀតក៏តាមនាមភាពថ្មីជាមួយអេមីនទាំងអស់គ្នា let's go អូខេទាំងអស់គ្នាគឺថានៅក្នុងពាក្យថ្មីនៃពាក្យថ្មីនេះដែរគឺចាប់ដើមឡើងពីសិស្សច្បងស៊ូយ៉ាននេះសិស្សច្បងស៊ូយ៉ានណាសិស្សច្បងសូវបានចូលទៅក្នុងបន្ទប់របស់យ៉ាងកៃបន្ទាប់មកគឺថាចូលមកភ្លាមគឺថាអត់មានធ្វើអីនោះទេគឺថាយ៉ាងកៃរបស់យើងក៏បានសួរទៅកាន់សិស្សច្បងសូវថាតើមិនបានជាសិស្សច្បងមកទីនេះអញ្ចឹងសិស្សច្បងសូវឮបែបនេះហើយក៏បានងាកទៅវិញទាំងញញឹមបន្ទាប់មកក៏បាននិយាយវិញទាំងផ្អែមល្ហែមទៅវិញថាលោកគ្រូបាននិយាយថាគ្រូស្រោថ្នាំល្អជាងគេបំផុតនៅលើលោកនេះគឺស្នាក់នៅទីនេះដូច្នេះលោកគ្រូបាននាំខ្ញុំមកទីនេះដើម្បីដកស្រង់និងរៀនសូត្រអំពីជំនាញរបស់គាត់បន្ទាប់មកយ៉ាងកៃក៏បានយកប៉ាន់តែចេញមករបៀបតាទឹកតែឲ្យសិស្សច្បងសូវអញ្ចឹងណាប៉ុន្តែយ៉ាងណាគឺថាมันបានចាក់ឲ្យនោះទេចាក់ឲ្យខ្លួនឯងផឹកនិយាយយ៉ាងកៃយើងយ៉ាប់តែម្ដងប៉ុន្តែយ៉ាងណាគឺថាយ៉ាងកៃបន្ទាប់ពីបានលើសិស្សច្បងសូវនិយាយបែបនេះហើយនោះក៏បានយកស្របជាមួយនឹងអ្វីដែលសិស្សច្បងសូវនិយាយក៏បាននិយាយថាចាសូវពិតជាគ្រូសោថ្នាំល្អបំផុតនៅក្នុងលោកនេះពិតមែនសិស្សច្បងសូវដែលសត្វតែឆ្ងល់ហើយអ្វីបានជាយ៉ាងកៃមកនៅទីនេះដែលសត្វតែយ៉ាងកៃគឺថាបានទៅចាក់ចេញជាមួយនឹងលោកមេប៉ាទៅកាន់ភ្នំយូមីងនោះគឺថាសិស្សច្បងសូវក៏បានសួរទៅកាន់យ៉ាងកៃហើយអ្វីបានជាសិស្សប្អូនមកនៅទីនេះក្រែងសិស្សប្អូនទៅជាមួយនឹងលោកមេប៉ាទៅភ្នំយូមីងមែនទេបន្ទាប់មកយ៉ាងកៃរបស់យើងឮហើយក៏បានតទៅវិញវាគឺជារឿងដ៏វែងមួយហើយព្រោះតែថាគឺខ្ញុំមានរឿងមួយត្រូវធ្វើនៅទីនេះដោយឮថារឿងមួយចង់ធ្វើនៅទីនេះភ្លាមគឺថាសិស្សច្បងសូវក៏បានសួរទៅកាន់យ៉ាងកៃរឿងមួយតើខ្ញុំអាចជួយបានទេគឺថាសិស្សច្បងសូវជាមួយនឹងសិស្សច្បងស៊ូយ៉ានគឺខុសគ្នាយ៉ាងកែនិយាយថារឿងដល់វែងមួយសិស្សច្បងស៊ូយ៉ានគឺបាននិយាយថាអត់អីទេគឺយើងមានពេលប៉ុន្តែសិស្សច្បងសូវគឺគាត់មិនបានសួរនោះទេគឺថាម្យ៉ាងម្នាក់អីចឹងណាបន្ទាប់ពីបានលើសិស្សច្បងសូវនិយាយបែបនេះហើយគឺថាបើសិនដីក៏មិនបងយូក៏បានប្រាប់លោកម្ចាស់គេថាលោកម្ចាស់មិនចាំបាច់លាក់ពីសិស្សច្បងរបស់លោកម្ចាស់នោះទេប៉ុន្តែមានរឿងមួយនៅជុំវិញនេះដូចជាមានចំហាយអារម្មណ៍អ្វីមួយយ៉ាងកំហាយកម្លាំងទៀតនៅជុំវិញនេះនៅក្បែរនេះបន្ទាប់ពីបានបិសាទដីនិយាយចប់ភ្លាមគឺថាយ៉ាងកៃក៏មិនបងយូក៏បានអោនទៅចិត្តសិស្សច្បងសូវមិនដឹងចង់ធ្វើអីនោះទេគឺថាមិនដឹងចង់ថាបឬអ្វីនោះទេក៏បានអោនទៅចិត្តសិស្សច្បងសូវរបស់ពួកយើងបន្ទាប់មកគឺថាធ្វើឲ្យសិស្សច្បងសូវកញ្ញាស្រស់ស្អាតរបស់យើងនឹងគឺថាបានអៀនយ៉ាងខ្លាំងតែម្ដងបន្ទាប់មកក៏ថាយ៉ាងកៃរបស់យើងក៏បានហាមកចង់ថាបគេមែនហ្នឹងប៉ុន្តែយ៉ាងណាគឺថាសិស្សច្បងសូវរបស់ពួកយើងគឺថាគឺមិនបានកិច្ចនោះទេគឺថាបានត្រៀមខ្លួនរួចហើយបន្ទាប់មកគឺថាយ៉ាងកែរបស់យើងគឺថាអោនមកមិនមែនចង់ថាបើទៅគឺថាអោនមកដើម្បីខ្សឹបទៅកាន់សិស្សច្បងសូវរបស់ពួកយើងសោះបន្ទាប់មកក៏បានខ្សឹបទៅកាន់សិស្សច្បងសូវថាខ្ញុំចង់ទៅកំពូលភ្នំស្រេចថ្នាំហើយទៅបឹងវាងយោឈីជាកន្លែងចម្រាញ់ថ្នាំដ៏ពិសេសដែលមានថ្នាំអស្ចារ្យនៅក្នុងវាដូចយើងកន្លែងហ្នឹងបឹងវាងយោឈីគឺជាកន្លែងស្លថ្នាំ 1000 គឺថាបឹងថ្នាំ 1000 ណាគ្នាយើងបន្ទាប់មកគឺថាសិស្សច្បងសូវបន្ទាប់ពីបានយ៉ាងកៃខ្សឹបហើយនោះក៏បានខកចិត្តមែនតែម្ដងត្រៀមខ្លួនឲ្យគេថើបប៉ុន្តែគេមិនថើបទេគឺបែរមកខ្សឹបទៅវិញបន្ទាប់មកក៏អូហឺអញ្ចឹងទៅប៉ុន្តែយ៉ាងណាគឺថាអ្នកខាងក្រៅនេះមិនដឹងស្អីទេនៅមិនសោកនោះទេអាអ្នកលួចមើលនឹងក៏ថានៅអត់សោកនោះទេបន្ទាប់មកក៏ថានៅរូបភាពបន្តក៏បានកាន់មកខាងតាចាស់មេជាមួយនឹងតាចាស់សូវវិញម្ដងបន្ទាប់មកក៏ថាលោកតាសូវក៏បាននិយាយទៅកាន់តាចាស់មេថាបងប្រុសមេអ្វីនៅលើលោកនេះត្រូវតែតាមពេលវេលារបស់វាទោះបីជាយើងចង់រៀងវាក៏ដោយក៏វាមិនអាចជួយអ្វីបាននៅដែរនឹងបន្ទាប់មកតាចាស់មេក៏បានថាទៅវិញខ្ញុំដឹងគ្នាយើងកន្លែងហ្នឹងក៏ចង់មានន័យថាអញ្ចេះគឺដោយសារតែតាចាស់មេគឺគាត់ចង់បង្រៀនកូនសិស្សរបស់គាត់ឲ្យមានជីវិតអមតៈមានន័យថាគាត់ស្លថ្នាំដល់កម្រិតកម្ពូលទៅគាត់នឹងខ្លាចទៅជាមនុស្សដែលមិនចេះស្លាប់មានន័យថាគឺជាមនុស្សដែលជីវិតអមតៈអីចឹងណាអញ្ចឹងហើយទៅតាចាស់សូវក៏បានប្រាប់ថាអ្វីវាមានពេលវេលារបស់វាទោះបីជាយើងចង់រៀងយ៉ាងណាក៏ដោយគឺវាមិនអាចទៅរួចនោះទេក៏ចង់មានន័យអញ្ចឹង
ប៉ុន្តែយ៉ាងណាគឺថាវាជាធម្មតានោះទេជាអ្នកវឹកហាត់ក្បាច់គុនគឺជាក្នុងរ៉េវនីមួយៗគឺតែងតែវឹកហាត់ទៅកាន់តែខ្ពស់ទៅជីវិតរបស់យើងក៏កាន់តែខ្លាំងទៅគឺតែកាន់តែអាចរស់នៅបានយូរទៅអញ្ចឹងទៅកម្រិតធម៌ពលនៅក្នុងរឿងនេះគឺមិនទាន់ត្រឹមអស់ត្រឹមថាកម្រិតធម៌ពលវិញ្ញាណនោះទេអាចនឹងលើនឹងក៏ថាបានដែរដោយសារតែឥឡូវនេះវគ្គដំបូងគឺប្រាប់យើងត្រឹមតែកម្រិតធម៌ពលវិញ្ញាណប៉ុណ្ណោះដល់យើងក៏មកបែកហេហោហូស្ទឹងច្រើនពេកដល់យើងចូលសាច់រឿងរបស់យើងវិញគឺថាសិស្សច្បងសិស្សរបស់យើងគឺបាននិយាយថាសិស្សប្អូនតែនេះសិស្សប្អូនចង់ទៅបន្តមកត្រឹមបាននិយាយបានត្រឹមតែប៉ុណ្្នឹងភ្លាមគឺថាយ៉ាងកែរបស់យើងក៏បានប្រាប់សិស្សច្បងសិស្សក៏ថាកុំមកគេដឹងវាជារឿងសម្ងាត់អីអញ្ចឹងណាបន្តមកគឺថាសិស្សច្បងសិស្សក៏បានដឹងក៏បាននិយាយទៅវិញដល់ខ្ញុំគួរទៅទីនោះដែរមែនទេបន្តមកគាត់ថាយ៉ាងកែរបស់យើងបន្តវាបានលើសិស្សច្បងសិស្សនិយាយបែបនេះគឺថាយ៉ាងកែរបស់យើងក៏បានសួរបញ្ជាក់សិស្សច្បងសិស្សនេះតើបងត្រូវទៅទីនោះដែរតែមែនទេបន្តមកគាត់ថាសិស្សច្បងសិស្សឬយ៉ាងកែសួរបែបនេះហើយនោះក៏បានតបទៅវិញលោកគ្រូបាននិយាយថាការពិតទៅអ្វីមួយដែលបានលាក់នៅយ៉ាងជ្រៅនៅទីនោះប្រហែលជាអាចកំបាំងនៅជីវិតទាំងមូលនៃបទពិសោធន៍របស់ប្រជាកម្ពុជាដូច្នេះលោកគ្រូចង់ឲ្យខ្ញុំរៀនពីវាតែខ្ញុំមិនប្រកាសទេថាប្រជានៅទីនោះអនុញ្ញាតឲ្យខ្ញុំរៀនឬអត់នោះទេបន្តមកគាត់ថាយ៉ាងកែរបស់យើងក៏បានសប្បាយចិត្តមែនតែម្ដងក៏បានថាទៅវិញបើសិនជាសិស្សច្បងនោះតើចេះសិស្សប្រកាសជាយល់ព្រមមិនខាននោះទេបន្តមកគាត់ថាបន្តពីបាននិយាយបាននេះឲ្យភ្លាមគឺថាយ៉ាងកែរបស់យើងក៏បានចាប់អារម្មណ៍ដឹងថាមាននរណានៅមាត់ទ្វារអញ្ចឹងណាក៏បានចាត់ការអ្នកលួចមើលនៅកន្លែងហ្នឹងអញ្ចឹងទៅបន្តមកយ៉ាងកែរបស់យើងក៏បានប្រើនៅកម្លាំងធាតុរបស់គាត់បន្តមកក៏បានធ្វើឲ្យទ្វារនឹងលបើកអីចឹងណាបន្តមកក៏បានដួលចេញមកគឺថាគឺជាយ៉ាងហ្នឹងហើយអ្នកលួចមើលគឺថាខូចមែនតែម្ដងបន្តមកគាត់ថាយ៉ាងកែរបស់យើងក៏បានសួរថាតើជានរណាទៅអញ្ចឹងណាថាមុនបើកទ្វារមកអញ្ចឹងយ៉ាងកែរបស់យើងបានសើថាតើជានរណាបន្តមកក៏បានបើកទ្វារចេញមកគឺជាយ៉ាងអញ្ចឹងទៅបន្តមកគាត់ថាយ៉ាងក៏បាននិយាយថាឈឺអញ្ចឹងណាបន្តមកគាត់ថាយ៉ាងកែរបស់យើងក៏បានដើរនៅពីមុខយ៉ាងបន្តមកក៏បាននិយាយទៅកាន់យ៉ាងថានេះនាងច្រមុះអានេះនាងកំពុងធ្វើអីនៅទីហ្នឹងបន្តមកគាត់ថាសិស្សច្បងសិស្សក៏បានសួរទៅកាន់យ៉ាងកែនេះនាងគឺបន្តមកយ៉ាងកែរបស់យើងក៏បានតទៅវិញគេគឺជាប្អូនជីដូនមួយរបស់ខ្ញុំអ្នកនាងតូចនៃគ្រូសាដុងគ្រាន់តែលើគ្រូសាដុងភ្លៀងគឺថាសិស្សច្បងសិស្សក៏បានសួរទៅកាន់យ៉ាងកែគ្រូសាដុងគឺជាគ្រូសាដុងដែលបានមកប៉ាក់មេគារបស់យើងពីមុននោះមែនទេបន្តមកយ៉ាងកែរបស់យើងក៏បានតទៅវិញត្រូវហើយគ្រូសាដុងដដែលនោះហើយអ្នកដែលបានមកប៉ាក់របស់យើងនៅថ្ងៃមុននោះគឺជាបងប្រុសរបស់នាងច្រមុះនេះឯងបន្តមកក៏ថាសិស្សច្បងសិស្សក៏បាននិយាយថាចូលទៅលើកយ៉ាងឡើងអញ្ចឹងណាបន្តមកក៏បាននិយាយអញ្ចឹងនាងគឺជានាងតូចនៃគ្រូសាដុងបន្តមកគាត់ថាយ៉ាងលឺហើយនោះក៏បានតទៅវិញមិនចាំបាច់គួរសមនោះទេនៅទីនេះគឺថាគ្មានអ្នកក្រៅនោះទេបន្តមកគាត់ថាយ៉ាងក៏បានស្ទុះទៅចិត្តមុខសិស្សច្បងសិស្សរបស់ពួកយើងបន្តមកក៏បាននិយាយតែនាងគឺប៉ុន្តែកថាសិស្សច្បងសិស្សរបស់ពួកយើងវិញគាត់ថាភ្លាមអញ្ចឹងពេកទៅគឺថាបានភ្ញាក់ផ្អើលមែនតែម្ដងរបៀបថាចង់អៀនផងអីផងអញ្ចឹងណាបន្តមកគាត់ថាយ៉ាងក៏បាននិយាយថានាងគឺជាបងថ្លៃរបស់ខ្ញុំតើមែនទេអេដូចជាត្រង់ពេកហើយតែដឹងអីយ៉ាងអើយបន្តមកគាត់ថាសិស្សច្បងសិស្សរបស់យើងគាត់តែបានលើថាបងថ្លៃភ្លាមនោះគឺថាមិនដឹងធ្វើអីនៅទេគឺថាធ្វើអីក៏មិនត្រូវដែរចង់និយាយថាអៀនខ្លាំងពេកអីខ្លាំងពេកចឹងទៅក៏បានបកកែកយ៉ាងលឿនតែម្ដងក៏បាននិយាយថានេះមិនមែនទេបងថ្លៃរបស់ឯងគឺអ្នកផ្សេងមិនមែនជាខ្ញុំនោះទេបន្តមកគាត់ថាយ៉ាងលឺហើយនោះក៏បានថាទៅវិញអូអញ្ចឹងទេគឺមិនមែនទេប៉ុន្តែមិនយូរមិនឆាប់ទេដឹងអីអ្នកបន្ទាប់ប្រហែលជាបងមិនខានទេនិយាយត្រូវគឺថាពេញចិត្តអីមានយកតែម្ដងអ្នកបន្ទាប់ទៀតគឺប្រកាសជាសិស្សច្បងសិស្សរបស់ពួកយើងមិនខាននោះទេបន្ទាប់ពីបានលើឃ្លាមិញនេះហើយគឺថាទាំងយ៉ាងកែទាំងសិស្សច្បងសិស្សគឺបានអៀងរៀនខ្លួនគឺថាអៀនរៀងខ្លួនយកតែម្ដងម្នាក់មើលមុខទៅនេះម្នាក់ងាកមុខចេញអីអញ្ចឹងណាអៀនខ្លាំងពេកបន្ទាប់មកក៏ថាសិស្សច្បងសិស្សមិនដឹងធ្វើយ៉ាងម៉េចទៀតនោះទេនោះបន្ទាប់មកក៏បាននិយាយទៅកាន់អ្នកទាំងអស់គ្នាថាលោកគ្រូហៅខ្ញុំហើយខ្ញុំត្រូវមុនហើយខ្ញុំទៅមុនហើយអៀនខ្លាំងពេករត់បដ ாய் បន្ទាប់មកក៏ថាសិស្សច្បងសិស្សរបស់យើងគឺថាចាក់ចេញមិនងាកក្រៅនោះទេបន្ទាប់មកក៏ថាយ៉ាងក៏បានថានេះជប់សិនបងចាំតិចមិនក៏គាត់ចាក់ចេញទាំងបែបនេះអញ្ចឹងបន្ទាប់មកក៏ថាយ៉ាងក៏បានគាត់ថាដូចជាខុសហើយខុសអីចឹងវិញដូចជាមិនត្រូវទេដូចជាអញ្ចឹងហ៎គឺថាលេងអញ្ចឹងថាអ្នកណាដែលងាកក្រៅទៀតនោះគឺថាលេងថាសបងថ្លៃអីអញ្ចឹងដឹងគេអៀនអត់គេកំពុងលួចស្រឡាញ់ផងលេងថាអញ្ចឹងណាណានៅងាកក្រោយទៀតទៅហើយងាកក្រោយទេបន្ទាប់មកក៏ថាយ៉ាងនៅឈរគិតនៅនឹងអញ្ចឹងណាបន្ទាប់មកយ៉ាងកែរបស់យើងក៏បានសួរទៅកាន់យ៉ាងតានេះឯងកំពុងនៅគិតអីទៀតហ្នឹងបន្ទាប់មកក៏ថាយ៉ាងរបស់យើងក៏បានក្លិចឆ្វេងក្លិចស្ដាំបន្ទាប់មកក៏បាននិយាយនេះជាការរងចាំដ៏យូរអង្វែងដែលមានន័យបំផុតហើយបងគួរតែសិក្សាជាងនេះបន្តិចប្រាប់ពាក្យថាស្រឡាញ់ដល់ផ្អែមល្ហែមទៅវិញទៅមកអីអញ្ចឹងទៅបង្កើតនៅបរិយាកាសដ៏ពេញនូវក្តីស្រឡាញ់ដ៏រំភើបពេញនឹងអញ្ចឹងទៅហើយបន្ទាប់មកទៀតបន្ទាប់មកអេយ៉ាដើមកវិញសម័យដល់ណាដល់ណីនឹងមកវិញកុំតទៅណាអីនៅហ្នឹងហើយគឺដល់ណាដល់ណីហ្នឹង
បន្ទាប់មកក៏ថាយ៉ាងកែរបស់យើងក៏បានដាក់មកឃ្លាហៅយ៉ាងមកវិញតែម្ដងក៏បានដូចនេះប៉ុន្តែព្រោះតែឯងបានរំខាននឹងហើយឱកាសល្អរបស់ខ្ញុំត្រូវបានបាត់បង់ទៅហើយលផលយោបន្ទាប់មកក៏ថាយ៉ាងលឺហើយក៏បានថាទៅវិញអូបងប្រុសខ្ញុំខុសហើយលើក្រោយពេលអ្នកទាំងពីរជួបគ្នានោះខ្ញុំនឹងមិនរំខានទៀតនោះទេបន្ទាប់មកយ៉ាងកែក៏បានថាទៅវិញយ៉ាងហើយណាអ្នកដឹងគឺវាល្អហើយតោះយើងទៅបន្ទាប់មកក៏ថាយ៉ាងក៏បានតោះទៅអញ្ចឹងណាបន្ទាប់មកក៏ថាសាច់រឿងបន្ទោក៏បានកាន់មកខាងតាចាស់ម៉េងជាមួយនឹងតាចាស់សៅវិញម្ដងបន្ទាប់មកក៏ថាតាចាស់ម៉េងក៏បាននិយាយទៅកាន់តាចាស់សៅថាតាចាស់សៅកូននៅរបស់ខ្ញុំដែលមកទីនេះគួរតែអ្នកគួរតែដឹងហើយតាមែនទេបន្ទាប់មកក៏ថាតាចាស់សៅក៏បានតបទៅវិញខ្ញុំដឹងអំពីរឿងថ្នាំខ្ញុំមិនចំតនោះទេតែខ្ញុំនៅមានសំណើមួយទៀតបន្ទាប់មកក៏តាចាស់ម៉េងក៏បានតបទៅវិញតើគឺជាអ្វីទៅវាពិបាកណាស់តាមែនទេបន្ទាប់មកតាចាស់សៅក៏បានថាទៅវិញតាមពិតទៅវាមិនមែនជាសំណើអ្វីនោះទេប៉ុន្តែវាអាស្រ័យទៅលើនាងថាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរឬអត់បើសិនបើនាងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេនោះទោះបីជាខ្ញុំអនុញ្ញាតឲ្យនាងចូលទៅក្នុងបឹងវាងយោឈីក៏វាគ្មានប្រយោជន៍អ្វីដែរនាំតែខាតខ្ជះជាយពេលវេលាប៉ុណ្ណោះបន្ទាប់មកក៏ថាតាចាស់ម៉េងក៏បានសោកយ៉ាងខ្លាំងតែម្ដងក៏បានថាទៅវិញសើខ្ញុំធ្វើបានបើសើខ្ញុំធ្វើបានទេនោះអញ្ចឹងគ្មានអ្នកណាផ្សេងអាចធ្វើបាននោះទេបន្ទាប់មកក៏ថាចាស់សៅលើបែបនេះហើយនោះក៏បានគិតដូចឯមានអញ្ចឹងក៏បានថាទៅវិញនេះបងមានទំនុកចិត្តខ្លាំងបែបនេះផងបន្ទាប់មកតាចាស់ម៉េងលឺហើយក៏បានថាទៅវិញវាមិនមែនជាទំនុកចិត្តនៅលើខ្ញុំអីនោះទេប៉ុន្តែវាគឺជាទំនុកចិត្តនៅលើនាងបើសិនបើបងមិនជឿទេបងអាចសាកល្បងនាងដោយផ្ទាល់បានបន្ទាប់មកគឺថាតាចាស់សៅក៏បានថាទៅវិញឡខ្ញុំក៏ចង់ដឹងដែរថាវាយ៉ាងម៉េចទៅបន្ទាប់មកគឺថាតាចាស់ម៉េងក៏បានហៅសិស្សច្បងសៅមកចឹងទៅក៏បានសាំងបន្ទាប់មកក៏ថាសិស្សច្បងសៅក៏បានមកដល់ខ្ញុំនៅទីនេះបន្ទាប់មកតាចាស់ម៉េងក៏បាននិយាយទៅកាន់សិស្សច្បងសៅថាតាចាស់សៅក៏ចង់សាកល្បងពីជំនាញថ្នាំរបស់ឯងបង្ហាញឲ្យគាត់ឃើញកុំឲ្យគាត់ខកចិត្តឲ្យសោះបន្ទាប់មកគឺថាសិស្សច្បងសៅក៏បានថតទៅវិញចាលោកគ្រូគឺថាយ៉ាងកៃជាមួយនឹងយ៉ាងគឺថាបានលួចមើលនៅខាងក្រៅបន្ទាប់មកគឺថាយ៉ាងកៃក៏បានប្រតិកម្មយ៉ាងនៅស្ងៀមប្រយ័ត្នតាចាស់ទាំងពីរចាប់បានណាបន្ទាប់មកក៏ថាយ៉ាងក៏បានថាទៅវិញដឹងហើយចាំមើលថាមាននឹងអ្វីបងចដូនមួយអើយបន្ទាប់មកក៏ថាយ៉ាងកៃជាមួយនឹងយ៉ាងក៏បានលួចមើលបន្ទាប់មកក៏ថាសិស្សច្បងសៅក៏បានរៀបនឹងចាប់ផ្ដើមបន្ទាប់មកក៏ថាសិស្សច្បងសៅក៏បានសូត្រនៅជីវវិទ្យាគឺថាមិនដឹងស្អីខ្លះនោះទេក៏បានពេញទៅនឹងតែម្ដងអេមានអត់ចេះនោះទេគឺអញ្ចឹងអេមានបកអត់ចេញនោះទេមិនដឹងពីស្អីទេ Denpir quality ស្អីណានៃនឹងបងអេមានដឹងទេនឹងបកមិនទេកាយមានប្រឡងគឺថាជីវៈហ្នឹងគឺថារឿងទ្រឹស្ដីហ្នឹងគឺថាធ្លាក់ក្ដុកតែម្ដងគេបើថាខាងលំហាត់រៀងគាត់បានទេបើថាខាងទ្រឹស្ដីសរោហ្មងអត់ចាំសោះហ្មងបន្ទាប់មកក៏ថាបន្ទាប់ពីសិស្សច្បងសៅបានសូត្រហើយនោះក៏ថាតាចាស់សៅក៏បានគិតក្នុងចិត្តថានេះក្មេងស្រីម្នាក់នេះពិតជាមិនធម្មតាទេបន្ទាប់មកក៏ថាតាចាស់ម៉េងក៏បាននិយាយទៅកាន់តាចាស់សៅថាតាចាស់សៅសូត្ររបស់ខ្ញុំយ៉ាងម៉េចដែរតានាងអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរហើយឬនៅរីឯខាងយ៉ាងនោះក៏បានសរសើរដូចគ្នាដែរក៏បាននិយាយថានាងពិតជាអស្ចារ្យណាស់បន្ទាប់មកយ៉ាងកេររបស់យើងគឺថាមិនបានភ្ញាក់ផ្អើលនោះទេដោយសារតែគាត់បានដឹងហើយនោះគាត់ក៏បាននិយាយថាដោយអ្វីជានាងអញ្ចឹងបន្ទាប់មកគឺថាម្យ៉ាងកៃក្រែងនៅខាងក្រៅហើយឃើញកន្លែងហ្នឹងឃើញបើកទ្វារឥឡូវឃើញបិទទ្វារអញ្ចឹងហើយណាយ៉ាងកៃជាមួយនឹងចានតាណាបាត់អស់ហើយអត់ចូលហើយអ្នកគូរូបដូចចង់វល់អីមានដែរនេះបន្ទាប់មកក៏ថាតាចាស់ម៉េងក៏បាននិយាយទៅកាន់តាចាស់សៅតើបងគិតយ៉ាងណាដែរបន្ទាប់មកតាចាស់សៅក៏បានថាទៅវិញជំនាញមូលដ្ឋាននិងចំណេះដឹងលើទ្រឹស្ដីរបស់នាងខ្ពស់ដូចជាកំពូលភ្នំនាងបានទទួលយល់ដឹងជាច្រើនដែលសូម្បីតែខ្ញុំក៏មិនទាន់បានយល់ដឹងឃើញអ្វីដូចជានាងនោះទេបន្ទាប់មកក៏ថាតាចាស់ម៉េងក៏បានសរសើរកូនសិស្សគេអញ្ចឹងណាក៏បាននិយាយថាវាគឺជាធម្មជាតិរបស់នាងនឹងហើយប៉ុន្តែយ៉ាងណាក៏ថាតាចាស់សៅក៏បានថាឲ្យតាចាស់ម៉េងវិញថាទ្រឹស្ដីវាគ្រាន់តែជារឿងមួយប៉ុណ្ណោះប៉ុន្តែការអនុវត្តផ្ទាល់ដោយផ្ទាល់នោះវាគឺជារឿងផ្សេងគ្មានអ្វីល្អជាងការស្វែងយល់ដោយខ្លួនឯងនោះទេបន្ទាប់ពីបានលើកបាយនេះហើយនោះក៏ថាតាចាស់ម៉េងក៏បានលវិថាទៅវិញអញ្ចឹងណាក៏បាននិយាយថាតាចាស់សៅបើសិនជាសិស្សរបស់ខ្ញុំមិនអាចធ្វើបានទេនោះខ្ញុំសុកចិត្តប្រោតកោតាមបងទៅចុះហៅខ្ញុំនឹងហៅបងថាជាឪពុកតែម្ដងបន្ទាប់មកគឺថាយ៉ាងកៃក៏បានហួសចិត្តអញ្ចឹងទៅបន្ទាប់មកគឺថាយ៉ាងក៏បានសោយអីអញ្ចឹងណាបន្ទាប់មកគឺថាតុបតាសៅក៏បានសោយដែរអីអញ្ចឹងទៅដល់ឃើញបែបនេះហើយនោះក៏ថាតាចាស់សៅក៏បានសូត្រទៅកាន់សិស្សច្បងសៅតែពេលនេះនាងល្អិតនៅកម្រិតថ្នាក់ណាហើយហ្នឹងបន្ទាប់មកក៏ថាសិស្សច្បងសៅក៏បានថាទៅវិញថ្នាក់អានកំបាំងកម្រិតទាបបន្ទាប់មកក៏ថាលោកគ្រូតាសៅក៏បានព្រុសទឹកយកតែម្ដងក៏បានគិតក្នុងចិត្តថាថ្នាក់អានកំបាំងថ្នាក់ទាបសិស្សនៅចន្លោះសាសនារបស់ពួកយើងចិនស៊ីគឺជាសិស្សដែលមានទេពកោសល្យបំផុតដែលគេទៅតែអាយុ35ឆ្នាំឈានចូលថ្នាក់កម្រិតថ្នាក់ឋានសួគ៌កម្រិតខ្ពស់ប៉ុន្តែគឺថានេះនៅលើលោកនេះតើអាចមានអ្នកមានទេពកោសល្យដោយគួរឲ្យខ្លាចបែបនេះបានដោយរបៀបណាទៅគឺយើងគឺថាថ្នាក់អានកំបាំងនឹងគឺថានៅលើថ្នាក់ឋានសួគ៌ថែមទៀតអញ្ចឹងគឺថាមិនមែនធម្មតានោះទេដោយសារតែឃើញភាពអស្ចារ្យរបស់សិស្សច្បងសៅហើយនោះគឺថាលោកគ្រូតាសៅក៏បានសួរទៅកាន់សិស្សច្បងសៅ
តាត្រាជោគជ័យក្នុងការស្រោតថ្នាំកម្រិតអាចកំបាំងថ្នាក់ទៀតរបស់ឯងនេះគឺយ៉ាងម៉េចដែរបន្ទាប់មកសិស្សច្បងសិស្សក៏បានថាទៅវិញខ្ញុំបានជោគជ័យតែម្ដងប៉ុណ្ណោះហើយពេលនោះក៏វាក៏ពិបាកខ្លាំងណាស់ដែរបន្ទាប់មកក៏ថាតាចាស់សិស្សក៏បានតទៅវិញអូវាទៅតែអញ្ចឹងហើយវាទៅតែអញ្ចឹងហើយបន្ទាប់មកតាចាស់សិស្សក៏បានសួរបន្ថែមទៀតក៏បានសួរថាឯចោថ្នាំកម្រិតថ្នាក់ឋានសួគ៌វិញនោះតែយ៉ាងម៉េចដែរបន្ទាប់មកក៏ថាសិស្សច្បងសិស្សក៏បានតទៅវិញវាមិនធ្លាប់បរាជ័យនោះទេបន្ទាប់មកក៏ថាតាចាស់សិស្សបានច្រឡោតយកតែម្ដងក៏បានភ្ញាក់ផ្អើលខ្លាំងអញ្ចឹងក៏បានសួរថាស្អីគេវាមិនធ្លាប់បរាជ័យនោះទេវាមិនដែលបន្ទាប់មកក៏ថាចាស់សិស្សក៏បានលើកដៃក៏បានថាទៅវិញវាមិនអាចទៅរួចទេទោះបីជាខ្ញុំផ្ទាល់ក៏មិនអាចធានាបានជោគជ័យ 100% ដែរបន្ទាប់មកថាតាចាស់មីងក៏បាននិយាយទៅកាន់តាចាស់សិស្សថាគ្មានអ្វីដែលមិនអាចទៅរួចទេបងប្រុសសិស្សអើយបើសិនជាបងសង្ស័យបងអាចសាកល្បងសិនហើយចាំគិតទៀតក៏បានដែរបន្ទាប់មកក៏ថាតាចាស់សិស្សក៏បានគិតមួយសបកបន្ទាប់មកតាចាស់មីងក៏បានសួរបញ្ជាក់ឬមួយក៏បងមិនហ៊ានបន្ទាប់មកក៏ថាតាចាស់សិស្សក៏បានប្រាប់ឲ្យសិស្សច្បងសិស្សមកតាមគាត់អញ្ចឹងណាមកតាមខ្ញុំបន្ទាប់មកក៏ថាអ្នកទាំង4អ្នកទាំង3អ្នកទាំង5អ្នកហ្នឹងក៏បានដើរចូលមកក្នុងបន្ទប់អ្វីមួយល្ងឹតឈឹងបន្ទាប់មកក៏បានបើកទ្វារចេញមកគឺថាសិស្សឆ្នាំងស្រោតឆ្នាំពេញនឹងតែម្ដងមានពណ៌ខៀវផងមានពណ៌មាសផងអីចឹងទៅបន្ទាប់មកក៏ថានៅភាពនេះក៏ត្រូវបានបញ្ចប់ត្រឹមតែប៉ុណ្ណឹងនឹងឯងបើសិនចង់ដឹងថាសិស្សច្បងសិស្សអាចធ្វើបានឬអត់នោះគឺមានតែតាមដាននៅភាគក្រោយហើយអរគុណច្រើនមែនទែនគ្នាយើងអរគុណជួបគ្នានៅវីដេអូក្រោយអរគុណដល់អ្នកគ្នាសម្រាប់ការតាមដានវីដេអូមួយនេះពីដើមរហូតដល់ចប់អរគុណច្រើនមែនទែនដល់អ្នកគ្នាដែលបានចំណាយពេលដ៏មានតម្លៃតាមដាននេះគ្រប់ត្រូវមានពីដើមទីមកដល់ពេលនេះហើយមានក៏សង្ឃឹមចិត្តដល់អ្នកគ្នាកុំភ្លេចចុច like និង comment Subscribe ដែលសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតហើយមានក៏សង្ឃឹមចិត្តដល់អ្នកគ្នាឬមួយកុំភ្លេចចុច Subscribe នៅ Channel ថ្មី Subscribe នៅ Channel ថ្មីរបស់ Admin មួយផងអ្នកគ្នាគឺនៅខាងក្រោមនេះ link នៅខាងក្រោមគ្នាយើងកុំភ្លេចចុច Subscribe Channel ថ្មីរបស់ Admin ម្នាក់មួយផងអរគុណច្រើនមែនទែនដល់អ្នកគ្នាបើសិនជា Admin មានពេចកឆ្កងត្រង់ណាមពាក្យសម្ដីត្រង់ណាមសំរុំ Admin សុំទោសផងអ្នកគ្នាអរគុណច្រើនដល់អ្នកគ្នាជួបគ្នាម្ដងទៀតនៅពេលក្រោយអរគុណជំរាបលា